បន្ទាប់ពីភ្លៀងមកមេបងប្អូនឥឡូវស្រូវយើងចាប់ផ្ដើមឡើងជំងឺហើយដំបូងនេះគឺបងប្អូនឃើញនៅលើស្លឹកអញ្ចឹងដូចបងប្អូនឃើញលើស្លឹកអញ្ចឹងគឺវាមានជំងឺពពួកអុចត្នោតហើយវាឡើងតូចនៅលើស្លឹកអុចខ្មៅហ្នឹងគឺពួកជំងឺអុចត្នោតហើយក៏ចាប់ផ្ដើមចុងវាឡើងក្រហមតិចដែរវាអាចនឹងឆ្លងនៅជំងឺបាក់តេរីបើសិនយើងអត់បានបាញ់ការពារវាហើយស្រូវនេះគឺពូជក្អូបនេះគឺជាពូជដែលវាពិបាកក្នុងការថែស្លឹកវាស្ដើងស្លឹកវាទន់ហើយដើមវាក៏ឆាប់នេះដែរឆ្លងជំងឺដែរអញ្ចឹងយើងត្រូវការបាញ់ថ្នាំការពារវាឬក៏ព្យាបាលវាបើសិនជាវាចាប់ផ្ដើមកើតដូចជាស្រូវមួយនេះហើយស្រូវមួយនេះយើងបាញ់ដំបូងគឺយើងមានតួឯករបស់យើងគឺជីបំពន់ស្លឹក3វគ្គនេះគឺយើងបាញ់ពីរពុះមុនបុកចូលគ្នាម្ដងយើងប្រើ2ហាត់អញ្ចឹង2ដបហ្នឹងយើងប្រើបាន4ហាត់បុកជាមួយនឹងថ្នាំជំងឺយើងដាក់ពពុះបាក់តេរីយើងប្រើសៃសេនតុងហើយបុកជាមួយនឹងពពុះផ្លាស់នៅសារវគ្គនេះយើងស្រូវយើងចាប់ផ្ដើមមកដើមហើយយើងប្រើភីរ៉ាហើយបូកជាមួយនឹងថ្នាំតកៅរបស់យើងនេះគឺអាចប្រើប្រាស់កម្ចាត់ពពួកមមាញនឹងការពារពពួកមមាញបានមួយចំនួនដែរអញ្ចឹងយើងបាច់ដាក់ថ្នាំមមាញទេដោយសារតែពពួកមមាញហ្នឹងអត់សូវមានទេនៅលើស្រូវនេះគឺខ្ញុំវែកមើលគឺអត់ឃើញមានទេអញ្ចឹងយើងដាក់ថ្នាំតកៅនឹងមួយមុខគឺបានហើយសម្រាប់ជីបំពន់ស្លឹក3នេះយើងនៅពេលដែលស្រូវរបស់យើងបាច់ជីអត់ឡើងឬក៏ស្រូវអន់ស្រូវដើមតូចស្រូវអីហ្នឹងគឺយើងអាចប្រើប្រាស់វាបានហើយសម្រាប់ជីបំពន់គេនេះគឺយើងចំណាយតិចទេមួយហាត់យើងចំណាយតិចមែនតើហើយគុណភាពរបស់វាគឺបើធៀបជាមួយនឹងជីបំពន់ដែលនាំចេញពីក្រៅនាំចូលពីក្រៅហ្នឹងគឺខុសគ្នាមែនតើគុណភាពវាល្អហើយតម្លៃវាក៏ធូរដែរហើយវាអត់ប្រតិកម្មជាមួយនឹងថ្នាំដតៃដែលយើងដាក់ចូលគ្នាហ្នឹងគឺវាអត់ប្រតិកម្មទេមិនថាថ្នាំដែលមានជាតិអាកាឡាំងខ្ពស់ឬក៏ pH ទាបទេគឺវាអាចលាយបានទាំងអស់ដូចស្រូវនេះអញ្ចឹងគឺស្រូវនេះយើងប្រើប្រាស់ជីបំពន់ស្លឹក3បានម្ដងហើយឃើញថាបាញ់ពេលដែលបាញ់ហ្នឹងស្រូវហ្នឹងឡើងក្រហមដោយសារតែវាដាច់ទឹកអញ្ចឹងនៅពេលដែលយើងបញ្ចូលទឹកទៅយើងបាញ់ទៅពេលយើងបាច់ជីគឺឡើងមកខៀវស្អាតមែនតើហើយដោយសារតែស្រូវនេះគឺជាពូជក្អូបអញ្ចឹងពូជក្អូបគឺវាអត់ខៀវដូចពូពូជណាំខុងបងទេពូជក្អូបនេះគឺពណ៌វាគឺរឿងថ្លាស្លឹកស្ដើងថ្លាពណ៌ខៀវបៃតងអត់ពណ៌ខៀវចាស់ទេតែស្លឹកគឺអត់មានជំងឺអត់មានការឆ្លងជំងឺអីផ្សេងនៅលើស្លឹកទេ